dương nâng cái cha này với sọc chua bàn hộp tịch tuổi hơi mà là từ cái tì lấm nở tiệt mình slo cái na tây cái na đừng xây cái na thế ui នៅតំបន់សងខាងទន្លេស្រែពកនាខេត្តមណ្ឌលគិរីនិងរតនគិរីប្រជាពលរដ្ឋជនជាតិដើមភាគតិចជាង 4,000 គ្រួសារកំពុងប្រឈមនឹងការបង្ខំឲ្យផ្លាស់ទីលំនៅដើម្បីបើកផ្លូវសម្រាប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម3ដែលមានផ្ទៃអាងស្តុកទឹកទំហំជាង 70,000 ហិកតា រតនគិរីមណ្ឌលគិរីវាជួបព្រំដែនគ្នាធំអូច្បារនេះហើយផលប៉ះពាល់ខាងលើច្រើនភូមិណាស់បាទនឹងអូស៊ីកាត់ទៅស្រានឹងកាយសាំទៀតបាទទៅកាយសាំទៀត ផលប៉ះពាល់ផ្ទាល់រួមមានការបាត់បង់ផ្ទះសម្បែងដីស្រែចម្ការសាលារៀនវត្តវានិងភ្នូដូនតាជាដើម មិនថាតាបាត់ទ្រព្យសម្បត្តិទេនិយាយទៅបាត់ទាំងធនធានធម្មជាតិទាំងអស់ហ្មងវាកន្លែងយើងគឺជាកន្លែងមួយពេលខ្លះវាមានកន្លែងទេសចរមានអីដែរតែបើគេធ្វើហើយវាអាចបាត់បង់ច្រើនណាបាត់បង់ហើយទៅនៅកន្លែងថ្មីហ្នឹងដឹងមិនមកផងដឹងបានដូចគេនិយាយដឹងមិនបានផង ប្រជាពលរដ្ឋភាគច្រើនមានជីវភាពពឹងផ្អែកលើការប្រកបរបរកសិកម្មនិងការនេសាទតាមដងទន្លេស្រែពកពួកគាត់អះអាងថាការបោះបង់ទីលំនៅដើមនឹងបំផ្លាញភាពសុខសាន្តនៃការរស់នៅនិងវប្បធម៌របស់ពួកគាត់ មិនចង់ចេញពីនេះទេតាមចិត្តនឹងដូចគេថាតាំងពីដូនពីតាយើងតាំងពីស្រុកកំណត់ដូចគេថាយើងនៅដូចថាយើងចេញពីពោះម៉ែដូចថានឹកឃើញដូចថាឃើញវានៅនេះវាស្នុកដូចគេថាក្រក៏ដោយយើងងាកស្រុកស្រែយើងក៏ធូរធារដូចគេថាបានគ្រាន់តែមកហូបក៏បានដែរបើយើងចេញពីនេះហើយស្អីក៏ទិញគេយើងទៅរកណា ក្រុមសហគមន៍ប្រជាពលរដ្ឋជនជាតិដើមភាគតិចបង្ហាញជំហរឥតងាករាយថានឹងបន្តការរស់នៅក្នុងភូមិឋានរបស់ពួកគាត់តទៅទៀត ពីប្រតភូមិពួកខ្ញុំមានតាំងពីចំនួនបពតនឹងទៅមកហ្នឹងដល់ត្រឡប់មកវិញហើយធ្វើផ្ទះធ្វើចំបែងដាំដោះស្រែចំការម្ដងនេះឲ្យទៅកន្លែងថ្មីទៀតអើយអត់ទៅទេអត់ព្រមទៅទេ ពលរដ្ឋជាច្រើនបានរាយការណ៍អំពីការបំពានសិទ្ធិដូចជាការបំផិតបំភ័យការបង្ខំឲ្យទទួលយកកិច្ចព្រមព្រៀងមិនសមស្របជាធ្នូនឹងការចាកចេញ ជាពលរដ្ឋគាត់តវ៉ាដែរដូចខ្ញុំក៏តវ៉ាដែរគេថាគេតម្រូវការគេឲ្យសងប៉ុណ្្នឹងទាំងអស់គ្នាគេថាអញ្ចឹងដូចផ្ទះនឹងចង់ធ្វើផ្ទះថ្មធំប្រហែលក៏ដោយគាត់ប្រាប់ថាគឺគាត់បង់តា$6,000ទេគាត់ថាយើងចង់ធ្វើអស់រាប់ម៉ឺនក៏ដោយដូចផ្ទះអញ្ចឹងគាត់សងតែប៉ុណ្្នឹងទាំងអស់គ្នាគាត់ថាអញ្ចឹង នៅពេលគេបង្ហូរទឹកចូលមកអានឹងវាជន់ឡើងហើយបាទទឹកនឹងវាជន់ឡើងវាលិចដំណាំយុទ្ធសាស្ត្ររបស់យើងតាមដងទន្លេតាមអីដូចបន្លែប្លុកអីធម្មជាតិមច្ឆជាតិអីអានឹងវាត្រូវលិចដល់ពេលគេបិទវិញទឹកខាងក្រោមអត់មានទេនេះហើយអាស្រ័យហេតុដូច្នេះដល់សัตว์ដល់គោក្របីធនធានរបស់ប្រជាពលរដ្ឋទាំងស្រុងហ្មងហ្នឹងហើយប៉ុន្តែមិនដឹងធ្វើម៉េចបើប្រជាពលរដ្ឋហ្នឹងมันអាចថាតស៊ូមតិអីបាន គម្រោងវារីអគ្គិសនីស្រែពកក្រំ3ជាទំនប់ទី21ដែលអាងទន្លេ3គឺទន្លេសេសានទន្លេស្រែពកនិងទន្លេសេកុងទន្លេទាំងនេះបានផ្គត់ផ្គង់ 20% នៃលំហូរប្រចាំឆ្នាំរបស់ទន្លេមេគង្គដែលជំរុញឲ្យមានចរន្តទឹកជំនន់ជាជំរកសំខាន់នៃពពួកមច្ឆជាតិនិងផ្ដល់ល្បាប់មានជីជាតិដល់ដីស្រែចម្ការដែលប្រជាពលរដ្ឋរាប់លាននាក់ផ្ញើខ្សែជីវិត ក្រុមអ្នកស្រាវជ្រាវផ្នែកជលសាស្ត្រអះអាងថាការសាងសង់ទំនប់កាត់ដងទន្លេទាំងនេះបានបំផ្លាញចង្វាក់ធម្មជាតិនៃប្រព័ន្ធទន្លេមេគង្គគម្រោងនេះដឹកនាំដោយក្រុមហ៊ុន Royal Group ដែលជាកម្មសិទ្ធិរបស់អ្នកអង្គការគិតមេងសហការជាមួយក្រុមហ៊ុនចិន China Cambodia Rig International ដែលបានវិនិយោគជាង$83 លានទោះបីជាមានសំណើនឹងការអង្វរកររបស់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយក៏អាជ្ញាធរនិងក្រុមហ៊ុនហាក់ពុំបានបង្ហាញនៅទំនួលខុសត្រូវឬការសម្របសម្រួលលើកិច្ចព្រមព្រៀងក្នុងការទូទាត់សំណងឲ្យបានច្បាស់លាស់នោះទេ